បាទសូមជម្រាបសួរបងប្អូនពុកម៉ែថ្ងៃនេះដែរខ្ញុំបាទសូមចេញវីដេអូឃ្លីបមួយទាក់ទងនឹងភាសាជាតិអក្សរសាស្ត្រខ្មែរយើងដែលបងប្អូនពុកម៉ែច្រើនតែសរសេរខុសបាទយល់ច្រឡំសរសេរខុសបាទដូចជាពាក្យឃាតករនេះគឺមិនមានរទេបាទមកពីពាក្យដើមហ្នឹងរូបស័ព្ទហ្នឹងគឺឃាតកៈគឺមិនមានរទេដូចជាពាក្យមួយទៀតស័ក្តិសមបាទស័ក្តិសមនេះមិនមែនសស្អាដល់កទេពាក្យហ្នឹងគឺសសញ្ញុកសញ្ញាកជាងដស្អិនឹងបានត្រឹមត្រូវពីព្រោះថាសស្អាដល់កនេះស័ក្តិសមសរសេរបែបនេះបានតែយើងសាកសួរសាកលបងសាកអគុយឬក៏បាទសាកសពទេមួយទៀតគឺពាក្យបាទបារម្ភបស្អារមួយជើងផនឹងបានត្រឹមត្រូវមានន័យថាសេចក្តីផ្ដួចផ្ដើមនឹកព្រួយជាមុនបាទអញ្ចឹងបងប្អូនភាគច្រើនគាត់យល់ច្រឡំនឹងពាក្យមួយដែរគឺពាក្យរូបអារម្មណ៍បាទមិនមែនរូបអារម្មណ៍នេះគឺបើសិនយើងនិយាយមកពីរូបៈនិងអារម្មណៈបាទបូកសមាសទ្ធិជាមួយគ្នាទៅជារូបអារម្មណ៍អញ្ចឹងបងប្អូនយល់ច្រឡំពាក្យហ្នឹងបានជាសរសេរបស្អារមួជើងមួណតន្តឃាតមិនមែនពាក្យហ្នឹងអត់ត្រូវទេបាទសូមជួយកែវិញផងហើយមួយទៀតបាទដែលបងប្អូនច្រើនតែសរសេរដាក់បតក់នោះបាទពាក្យដែលអត់មានបតក់ដូចជាពាក្យសន្មត់ប្រសិជ្ជាខ្មាស់ផ្ដេសផ្ដាស់ឆ្នះថ្ងាស់ក្រដាស់បាទសូមបងប្អូនកុំបន្តសរសេរខុសទៀតបាទហើយពាក្យដែលមិនតម្រួតជើងដូចជាពាក្យជំរុញដំឡើងចំបែងបាទជាដើមបាទសូមអរគុណសូមចែករំលែកតែប៉ុណ្្នឹងសិនចាំមានវីដេអូបន្តទៀតបងប្អូនសូមអរគុណជួយ share ផងដើម្បីបាទលើកតម្កើងអក្សរសាស្ត្រជាតិខ្មែរយើងបាទសូមអរគុណ